Adam Emoli ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដនិង Adam សាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលនារសៀលថ្ងៃទី11មិថុនាឆ្នាំ2026បានចេញបើកកិច្ចប្រជុំជាមួយលោក Eamon Murphy នាយក UNAIDS ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដភាគីទាំងអស់បានផ្លាស់ប្ដូរយោបល់ពីវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដនិងជំងឺអេដនិងសមិទ្ធផលផ្សេងៗទៀតជាពិសេសគឺការកាត់បន្ថយការឆ្លងមេរោគអេដជំងឺអេដជាអតិបរមាព្រមទាំងការចម្លងមេរោគអេដពីម្ដាយទៅកូនដែលជាសមិទ្ធផលដ៏សំខាន់ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាភាគី UNAIDS បានកោតសរសើរចំពោះការបដិញ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលនិងការធានាឲ្យប្រជាពលរដ្ឋទទួលបានសេវាបង្ការព្យាបាលនិងថែទាំប្រកបដោយគុណភាពជាមួយគ្នានេះភាគីទាំងអស់ក៏បានពិភាក្សាអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រការធានានិរន្តរភាពហិរញ្ញប្បទាននិងកិច្ចប្រតិបត្តិការរយៈពេលវែងដើម្បីគ្រប់គ្រងដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាឆ្ពោះទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដជាបញ្ហាសុខភាពសាធារណៈត្រឹមឆ្នាំ2030ក្នុងជំនួបនេះភាគីទាំងពីរបានបង្ហាញជំនឿជាក់ថាកិច្ចប្រតិបត្តិការដ៏រឹងមាំរវាងក្រសួងសុខាភិបាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជានិង UNAIDS នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានគោលដៅបញ្ចប់ជំងឺអេដនៅកម្ពុជានិងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា